ឯងមានឱកាសមួយតែជាឱកាសឯងទេកន្លែងនេះមិនអាចនៅតទៅទៀតបានទេបើសិនជាមានឱកាសឯងត្រូវតែរត់យើងនឹងវាយការពារឲ្យខ្ញុំនឹងជួយវាយបំបែកច្បាប់ឲ្យឯងហើយឯងឆាប់រត់ចូលទៅក្នុងព្រៃឯងប្រកាសជាដឹងថាឯងយករូបខ្លួនដល់វាមិនហើយឯងយល់ហើយឬណាឯងជាអ្នកការពារយើងឯងខ្ញុំមានវិធីហើយប៉ុន្តែគ្មាននរណាគេជួយយើងទេណាឯងឈប់មានបញ្ហាទេនេះគឺជាឱកាសតែមួយគត់សម្រាប់ឯងសម្រាប់រត់ចេញពីកន្លែងនេះប៉ុន្តែរត់បែបនេះវាគ្មានកិត្តិយសទេបើសិនជាស្លាប់ដោយសារលុយក៏វាគ្មានកិត្តិយសដែរយើងសុខចិត្តស្លាប់អូខេបើសិនជាឯងចាញ់នោះយើងប្រកាសជាបានត្រឡប់ទៅផ្ទះវិញយើងប្រកាសជាចាប់ផ្ដើមសារជាថ្មីបានអាចគិតចឹងឯងឈួតហើយគ្មាននរណាម្នាក់អាចត្រឡប់ទៅផ្ទះបានទេអ្នកដែលវាយឈ្នះនោះបាត់ខ្លួនគ្រប់គ្នាគឺគ្មាននរណាម្នាក់គេចផុតឡើយឃើញទេឯងគ្មានជំរឿនទេចឹងไรយកក៏បានយើងចាប់ដើមទេពួកយើងនឹងធ្វើជាសម្លាញ់នឹងគ្នាអូខេយើងធ្វើជាសម្រាប់ឯងល្អទេយើងមិនចាំបាច់បាយគ្នាទេយើងមានវិធីផ្សេងសម្រាប់ចាត់ការហើយសម្លាញ់ហើយđâyបានជាឯងជួយយើងឯងបិទមាត់របស់ឯងទៅកុំសួរច្រើនពេកបានទេឲ្យឆាប់ឡើងទេខ្លាំងតិចទៀតទេអត់ខ្លាំងតិចទៀតអត់ខ្លាំងតិចទៀតតិចទៀតទៅតិចទៀតទៅតិចទៀតទៅអត់ខ្លាំងតិចទៀតបាត់ហើយឲ្យចង្រោយពួកគេចង់រត់ហើយឆាប់ទៅទៅបែទីដែលជាអ្នកបង្ករឿងឲ្យច្របូកច្របល់នោះឈ្មោះរបស់ឯងនេះគឺមាននៅក្នុងបញ្ជីចុងក្រោយហើយណាខ្ញុំចង់និយាយជាមួយនឹងកាលើកដំឡើងខ្លួនឯងពេកទៅដឹងនេះឯងគិតថាកានោះគេអាចជួយឯងបានមែនទេឯងគិតថាគេជួយមនុស្សលីមុខដូចជាឯងចឹងមែនទេប៉ុន្តែគេខ្វល់ពីលុយណាស់ព្រោះវាជារបស់យើងក៏មិនប្រកាសដែរណាបានន័យថាម៉េចទេបានន័យថាគ្រប់យ៉ាងគឺវាត្រូវផ្លាស់ប្ដូរខ្ញុំបានធ្វើការភ្នាល់ច្រើនណាស់ណាបូកាឲ្យខ្ញុំសុំទោសផងសម្ដេចវាមិនអាចឈ្នះជនជាតិកូឡុំប៊ីបានទេព្រោះជង្គង់របស់ឯងនៅមិនទាន់ជាទេមនុស្សបោកប្រាស់ខ្ញុំធ្វើដើម្បីលុយអ្វីក៏ដើម្បីលុយដែរគ្រប់យ៉ាងគឺត្រូវផ្លាស់ប្ដូរហើយណាឯងត្រូវតែវាយជាមួយនឹងជនជាតិកូឡុំប៊ីម្នាក់នោះនៅទីបញ្ចប់តើខ្ញុំអាចធ្វើអ្វីបានទេបើលោកមិននៅពីក្រោយចាំជួយខ្ញុំនោះសូមទោសផងណាឯងគឺជាមនុស្សក្បត់ពិតមែនហើយខ្ញុំគឺជាមនុស្សក្បត់តើឯងអាចធ្វើអ្វីខ្ញុំបានទេឯងមិនអាចធ្វើអ្វីយើងបានទេអត់ទេឯងធ្វើយើងខឹងខ្លាំងហើយ